ត្រីប្រមាចំហុយហើយត្រីប្រមាយើងអាចយកទៅចៀនពងទាក៏បានឬក៏ចំហុយជាមួយនឹងសាច់ជ្រូកចិញ្ច្រាំដាក់ជាមួយនឹងពងទាក៏បានដែរបាច់ជាមួយគុយឆ្មាជូជូគិតមកគឺថាអើយហើយត្រីប្រមានេះផងដែរខ្ញុំទិញមកថងនេះ7,000 រៀលថ្លៃដែរណាតែខ្ញុំយកពាក់កណ្ដាលមកចំហុយនៅក្នុងបាយងាយស្រួលក្នុងការយកទៅចំហុយជាមួយនឹងសាច់ជ្រូកចិញ្ច្រាំសម្រាប់សាច់ជ្រូកចិញ្ច្រាំរបស់ខ្ញុំទិញ2,000 រៀលទេឲ្យគេទិញយកអាគេកិនស្រាប់បន្លែរបស់ខ្ញុំនេះមានប៉ុណ្ណឹងឯងហើយខ្ញុំមានពង2គ្រាប់ខ្ទឹមសខ្ទឹមក្រហមខ្ញុំបានចិញ្ច្រាំដូចជាការស្រេចច្រកកន្លែងត្រង់នេះដែរខ្ញុំដាក់ស្ពីតរៀងលឿនទៅចាស់ក្នុងការតែខ្ញុំបេះឆ្អឹងត្រីប្រមាចាញ់ណាងាយស្រួលក្នុងការដែលយើងយកទៅចំហុយជាមួយនឹងសាច់ជ្រូកចិញ្ច្រាំបន្ទាប់ពីបេះឆ្អឹងរួចរាល់ហើយខ្ញុំក៏ដាក់សាច់ជ្រូកចិញ្ច្រាំចូលក៏ដូចជាខ្ទឹមសខ្ទឹមក្រហមប៊ីចេងក៏ដូចជាស្ករសសម្រាប់គ្រឿងទេសខ្ញុំប្រើតែពីរនឹងទេដោយសារតែត្រីប្រមាណហ្នឹងវាប្រៃស្រាប់ហើយខ្ញុំក៏ដាក់ពងទា2គ្រាប់ចូលទៅបន្ថែមទៀតបង្កើនរសជាតិក៏ដូចជាទឹក1ស្លាបព្រាបាយតមកទៀតខ្ញុំបានច្បាច់ឲ្យវាចូលសព្វសាច់គ្នាក៏ដូចជាគ្រឿងទេសផងដែរណាហើយសម្រាប់ត្រីប្រមាណដែលខ្ញុំទិញថ្ងៃនេះគឺអត់សូវប្រៃទេរសជាតិខ្ញុំបានភ្លក់រួចហើយអញ្ចឹងទៅខ្ញុំប្រើគ្រឿងទេសតែប៉ុណ្ណឹងគឺល្មមជាមួយនឹងសាច់ជ្រូកប៉ុណ្ណឹងគឺថាល្មមតមកទៀតហ្នឹងខ្ញុំបានធ្វើការវិវិចឲ្យវាស្អាតហើយខ្ញុំយកពងមួយគ្រាប់ទៀតដែលខ្ញុំយកតែពងក្រហមឯងខ្ញុំយកវាមកលាបពីលើបែបអញ្ចឹងខ្ញុំលាបបែបអញ្ចឹងនៅពេលដែលយើងចំហុយមកវាមានពណ៌ក្រហមនៅលើនឹងស្អាតហើយមកទៅទាក់ទាញគួរចង់ញ៉ាំណាតមកទៀតខ្ញុំបន្ថែមជាមួយនឹងលឹកខ្ទឹមក៏ដូចជាម្ទេសផងដែរដល់200លឹកខ្ទឹមជាមួយនឹងម្ទេសរួចរាល់ហើយខ្ញុំយកមកចំហុយការចំហុយនេះខ្ញុំចំហុយចូលរយៈពេលកន្លះម៉ោងហើយដល់ពេលចំហុយហើយមកទឹកវាចូលនៅក្នុងនេះខ្ញុំក៏បានដួសទឹកចេញសិនទឹកចូលនៅក្នុងនោះមានខូចរសជាតិណាបងប្អូនរសជាតិនៅដដែលឆ្ងាញ់ទៀតបន្ទាប់ពីខ្ញុំដួសទឹករួចរាល់ហើយនេះបងប្អូនខ្ញុំយកវាមកកាត់ដូចនំខេកណាដើម្បីងាយស្រួលក្នុងការដួសវាហើយមកសម្រាប់ពងក្រហមពីលើហ្នឹងគឺថាទាក់ទាញមែនទែនហើយដូចអ្នកលក់អញ្ចឹងសម្រាប់បន្លែរបស់ខ្ញុំក៏រៀបចំរួចរាល់ដែរនេះខ្ញុំបានដួសប្រហែលជា3ដុំមិនមែនប្រហែលតែគឺខ្ញុំដួស3ដុំយកមកដាក់នៅត្រាប់ជាមួយនឹងបន្លែរបស់ខ្ញុំណាតែពីដួសរួចរាល់ហើយអាយ៉ាតំណងនៅថាបងប្អូនមានតាំងពីក្រូចឆ្មាបន្លែ3 4មុខ5មុខអញ្ចឹងណាហើយយើងចាំបាច់ជាមួយនឹងក្រូចឆ្មាបន្តិចមកគឺថាជូរប្រៃហិលមកល្មមប៉ែដល់វគ្គភ្លក់ហើយមិនភ្លក់អីគឺញ៉ាំទៅដែរខ្ញុំច្បាច់គុយឆ្មាបន្ថែមណាសម្រាប់រសជាតិហ្នឹងគឺច្បាច់គុយឆ្មាវាត្រូវគ្នាហើយដាក់មួយម៉ាត់មកគឺថាជាតិទៀតហើយមួយម៉ាត់នេះជាមួយនឹងបន្លែស្ដែកគូណាហើយជាមួយនឹងត្រប់ស្រួយទៀតមកគឺថាជាតិញាក់ណាបើបាយខ្ញុំចូលចិត្តញ៉ាំបាយរៀងស្រួយដួសបាយឲ្យស្រួយវាត្រូវជាមួយនឹងម្ហូបគោកបែបចេះណាហើយនិយាយពីញ៉ាំបដាយកដៃបក់រុយបដាដោយសារតែរសជាតិនៃក្លិនត្រីប្រមាបងប្អូននៅស្រាប់ហើយវាស្អុយប៉ុណ្ណាតែស្អុយនេះស្អុយឆ្ងាញ់ណាអញ្ចឹងទៅមនុស្សក៏ឆ្ងាញ់រុយក៏មករោមដែរនិយាយពីរុយយើងមិនអាចទប់ចប់ទេឲ្យតែក្លិនបែបចេះអីគឺគាត់ថាកែនគ្នាមកហើយតែមិនអីទេបងប្អូនយើងមានដៃតាទុកសម្រាប់បក់រុយណាហើយយើងកុំឲ្យវាមកទុំឲ្យសោះអត់បានទេហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាយ